មិនថាជាការរៀនភាសាការកាត់តវីដេអូការសរសេរកូដការធ្វើអាជីវកម្មឬជំនាញថ្មីណាមួយក៏ដោយមនុស្សភាគច្រើនមិនមែនរៀនមិនចេះដោយសារពួកគេមិនឆ្លាតនោះទេបញ្ហាពិតប្រាកដគឺពួកគេប្រើវិធីសាស្ត្រក្នុងការរៀនមិនត្រឹមត្រូវមនុស្សជាច្រើនគិតថាការរៀនគឺអានសៀវភៅឬមើលមេរៀនឲ្យចប់កត់ចំណាំឲ្យបានច្រើនហើយសង្ឃឹមថាខួរក្បាលនឹងចងចាំបានដោយខ្លួនឯងប៉ុន្តែការរៀនបែបនេះលទ្ធផលរីកចម្រើនដែលនឹងទទួលបានគឺយឺតណាស់អ្នកខ្លះចំណាយពេលរាប់ខែឬសូម្បីតែរាប់ឆ្នាំរៀនភាសាបរទេសរៀនកម្មវិធីកុំព្យូទ័រឬជំនាញថ្មីៗប៉ុន្តែចុងក្រោយនៅតែមិនអាចយកជំនាញទាំងនោះមកប្រើប្រាស់ខណៈដែលមនុស្សមួយចំនួនផ្សេងទៀតរៀនដូចគ្នាត្រឹមតែមួយខែក៏អាចចាប់ផ្ដើមអនុវត្តការងារបានរួចទៅហើយភាពខុសគ្នានេះមិនមែនស្ថិតនៅលើកម្រិតបញ្ញានោះទេប៉ុន្តែស្ថិតនៅលើវិធីសាស្ត្ររៀនគោលការណ៍សំខាន់បំផុតមួយដែលមនុស្សភាគច្រើនមើលរំលងគឺរៀនបណ្ដើរធ្វើបណ្ដើរតើវាមានន័យដូចម្ដេចមានន័យថាកុំរងចាំឲ្យខ្លួនឯងរៀនចេះសិនទើបចាប់ផ្ដើមធ្វើផ្ទុយទៅវិញចូលរៀនផងអនុវត្តផងហើយប្រើសម្ពាធនៃការចង់បង្កើតលទ្ធផលមកបង្ខំឲ្យខួរក្បាលស្រូបយកចំណេះដឹងឲ្យបានកាន់តែលឿនជាងមុនមនុស្សភាគច្រើនមានទម្លាប់អានសៀវភៅឲ្យចប់ចូលរៀនវគ្គសិក្សាឲ្យចប់រួចគិតថាខ្លួនឯងយល់ហើយប៉ុន្តែមិនដែលយកទៅអនុវត្តនេះហើយជាមូលហេតុដែលមើលមេរៀនរាប់រយប៉ុន្តែនៅតែមិនអាចធ្វើការពិតបានខ្ញុំធ្លាប់រៀនជំនាញជាច្រើនដូចជាកាត់តវីដេអូសរសេរអត្ថបទនិងវិភាគទិន្នន័យជំនាញទាំងអស់នេះខ្ញុំមិនដែលរងចាំឲ្យចេះគ្រប់យ៉ាងសិនទើបចាប់ផ្ដើមនោះទេឧទាហរណ៍នៅពេលខ្ញុំរៀនកាត់តវីដេអូថ្ងៃដំបូងខ្ញុំគ្រាន់តែដំឡើងកម្មវិធីហើយមើលមេរៀនមូលដ្ឋានប្រហែលកន្លះម៉ោងប៉ុណ្ណោះថ្ងៃបន្ទាប់ខ្ញុំបង្ខំខ្លួនឯងកាត់តវីដេអូដំបូងហើយបង្ហោះវាភ្លាមចុះវីដេអូបែបនោះជាវីដេអូមានគុណភាពដែរទេចម្លើយរបស់ខ្ញុំគឺកុំថាឡៃគុណភាពសូម្បីយកជាការក៏មិនបានផងហើយវាពិតជាអាក្រក់មើលខ្លាំងណាស់ប៉ុន្តែព្រោះតែវាអាក្រក់ទើបខ្ញុំដឹងថាខ្លួនឯងខ្វះអ្វីមិនចេះអ្វីហើយត្រូវទៅសិក្សាចំណុចណាបន្ថែម3ខែក្រោយមកកម្រិតរបស់ខ្ញុំអាចផលិតវីដេអូដែលយកជាការបានហើយគ្រាន់បើជាងអ្នកដែលរៀនអស់កន្លះឆ្នាំប៉ុន្តែនៅតែរៀនត្រឹមទ្រឹស្ដីមិនដែលសាកល្បងធ្វើផ្ទាល់ទៅទៀតមូលហេតុគឺពួកគេរៀនទ្រឹស្ដីខណៈដែលខ្ញុំរៀនការអនុវត្តពិតៗនៅពេលអ្នកបង្ខំខ្លួនឯងឲ្យបង្កើតលទ្ធផលខួរក្បាលនឹងចូលទៅក្នុងរបៀបដោះស្រាយបញ្ហាភ្លាមៗបើអ្នកមិនដែលបញ្ចេញការងារទេអ្នកមិនដឹងថាខ្លួនឯងយល់ពិតឬមិនយល់នោះឡើយប៉ុន្តែនៅពេលត្រូវបង្ហាញលទ្ធផលអ្នកនឹងឃើញចំណុចខ្វះខាតទាំងអស់ហើយអាចរិះរកវិធីទៅបំពេញវាបានយ៉ាងត្រឹមត្រូវការរៀនបែបនេះមានប្រសិទ្ធភាពខ្ពស់ជាងការរៀនដោយគ្មានការអនុវត្តរាប់សិនដងប៉ុន្តែមនុស្សភាគច្រើនមិនហ៊ានធ្វើទេព្រោះពួកគេខ្លាចធ្វើមិនល្អខ្លាចគេរិះគន់ខ្លាចខាតពេលវេលាដូច្នេះពួកគេជ្រើសរើសបន្តមើលមេរៀនបន្តទិញវគ្គសិក្សាហើយនិយាយថាខ្ញុំកំពុងរៀនដើម្បីធ្វើឲ្យខ្លួនឯងមានអារម្មណ៍ខ្លួនកំពុងតែខំកំពុងតែត្រៀមខ្លួនធ្វើវាឲ្យកាន់តែអស្ចារ្យតែការរងចាំឲ្យរួចរាល់សិននេះហើយជាមូលហេតុដែលធ្វើឲ្យការរៀនយឺតមិនងាយទទួលបានលទ្ធផលខ្ញុំមានមិត្តម្នាក់ចង់រៀនសរសេរអត្ថបទគាត់ទិញសៀវភៅជាច្រើនក្បាលតាមដាន page សិក្សាជាច្រើនហើយអានរបៀបសរសេររបស់អ្នកដទៃរាល់ថ្ងៃកន្លះឆ្នាំកន្លងទៅគាត់មិនទាន់សរសេរបានមួយអត្ថបទផងថ្ងៃមួយខ្ញុំប្រាប់គាត់ថាឈប់អានសិនទៅហើយចាប់ផ្ដើមសរសេរមួយអត្ថបទឥឡូវនេះហើយផ្ញើមកឲ្យខ្ញុំគាត់ឆ្លើយថាខ្ញុំមិនទាន់ត្រៀមខ្លួនរួចទេខ្ញុំប្រាប់គាត់ថាបើរងចាំឲ្យរួចរាល់អ្នកនឹងមិនបានចាប់ផ្ដើមទេចុងក្រោយគាត់សរសេរទាំងមិនទុកចិត្តខ្លួនឯងអត្ថបទដំបូងមិនល្អទេប៉ុន្តែបន្ទាប់ពីអានឡើងវិញគាត់បានដឹងថាគាត់មិនចេះសរសេរបើកអត្ថបទមិនចេះភ្ជាប់គំនិតនិងមិនចេះបញ្ចប់អត្ថបទនៅពេលដឹងពីបញ្ហារបស់ខ្លួនជាក់លាក់បែបនេះគាត់ទៅអានអត្ថបទរបស់អ្នកដទៃម្ដងទៀតហើយអាចយល់បានភ្លាមៗនិងអាចយកវិធីសាស្ត្ររបស់គេមកប្រើសម្រាប់បំពេញចំណុចខ្វះខាតរបស់ខ្លួនឯងបានភ្លាមៗផងដែរត្រឹម2ខែក្រោយអត្ថបទរបស់គាត់ក៏អាចយកទៅធ្វើជាវីដេអូសម្រាប់ផ្សាយបាននេះហើយគឺជាថាមពលនៃការចាប់ផ្ដើមអនុវត្តបើអ្នកមិនដែលបង្កើតលទ្ធផលអ្នកនឹងមិនដឹងថាចំណុចខ្សោយរបស់ខ្លួននៅកន្លែងណាទេប៉ុន្តែពេលអ្នកចាប់ផ្ដើមធ្វើបញ្ហាទាំងអស់នឹងបង្ហាញខ្លួនហើយការរៀនរបស់អ្នកនឹងកាន់តែមានប្រសិទ្ធភាពព្រោះអ្នកបានដឹងច្បាស់ពីចំណុចណាដែលអ្នកគួររៀននិងចំណុចណាដែលអ្នកគួរអភិវឌ្ឍបន្ថែមគន្លឹះទី2ក្នុងការរៀនឲ្យលឿនគឺត្រូវបំបែកគោលដៅមិនមែនរៀនគ្រប់យ៉ាងក្នុងពេលតែមួយទេមនុស្សជាច្រើនរៀនពីដើមដល់ចប់រៀនទ្រឹស្ដីទាំងអស់មុននឹងអនុវត្តវាមើលទៅដូចជារបៀបរៀនដ៏ត្រឹមត្រូវមួយប៉ុន្តែការពិតប្រសិទ្ធភាពទាបណាស់ព្រោះអ្នកកំពុងចំណាយពេលលើអ្វីដែលមិនទាន់ចាំបាច់ប្រើវិធីដែលមានប្រសិទ្ធភាពជាងគឺកំណត់គោលដៅឲ្យច្បាស់រួចបំបែកវាទៅជាជំហានតូចបំផុតដែលអាចអនុវត្តបានហើយរៀនតែផ្នែកដែលត្រូវការសិនឧទាហរណ៍បើអ្នកចង់ធ្វើវីដេអូខ្លីមនុស្សជាច្រើននឹងទៅរៀនទ្រឹស្ដីថតវីដេអូរៀនកាត់តរៀនសរសេរ script រៀនវិភាគទិន្នន័យហើយអាចចំណាយពេល2ឬ3ខែទើបអាចចាប់ផ្ដើមធ្វើបានប៉ុន្តែបើអ្នកបំបែកគោលដៅអ្នកនឹងឃើញថាអ្វីដែលសំខាន់បំផុតគឺការដែលយើងអាចបង្កើតវីដេអូមួយឲ្យចប់ហើយបង្ហោះវាចេញដូច្នេះដំណាក់កាលដំបូងអ្នកគ្រាន់តែរៀន3ចំណុចប៉ុណ្ណោះរបៀបថតរបៀបកាត់តនិងរបៀបបង្ហោះជំនាញមូលដ្ឋានទាំងនេះអាចរៀនបានក្នុងរយៈពេលខ្លីហើយនៅពេលអ្នកចាប់ផ្ដើមធ្វើអ្នកអាចបន្តបំពេញចំណេះដឹងផ្សេងៗតាមក្រោយ
នៅពេលខ្ញុំចាប់ផ្ដើមផលិតមាតិកាខ្ញុំមិនបានរងចាំឲ្យយល់គ្រប់ច្បាប់របស់វេទិកាឬយល់គ្រប់ទិន្នន័យសិនទើបចាប់ផ្ដើមទេខ្ញុំបង្ហោះមាតិកាជាច្រើនសិនហើយបន្ទាប់មកទើបវិភាគថាហេតុអ្វីវីដេអូខ្លះមានអ្នកមើលច្រើនខណៈដែលវីដេអូខ្លះស្ទើរតែគ្មានអ្នកមើលវិធីនេះធ្វើឲ្យខ្ញុំចូលទៅក្នុងការអនុវត្តពិតបានយ៉ាងឆាប់រហ័សជំនួសឲ្យការពន្យាពេលដោយការរៀនមិនចេះចប់មនុស្សជាច្រើនរៀនយឺតព្រោះពួកគេចាត់ទុកការរៀនជាគោលដៅពួកគេគិតថារៀនឲ្យបានគ្រប់ជ្រុងជ្រោយសិនទើបល្អលទ្ធផលគឺពួកគេរៀនអ្វីៗជាច្រើនតែគ្មានមួយណាដែលអាចយកមកប្រើការបានសោះគន្លឹះទី3គឺត្រូវធ្វើការវិតម្លៃឡើងវិញបន្ទាប់ពីធ្វើរួចមិនមែនគ្រាន់តែធ្វើរឿងដដែលៗនោះទេមនុស្សជាច្រើនគិតថាបើអានសៀវភៅដដែលៗឬមើលមេរៀនដដែលៗនឹងកាន់តែពូកែតែការធ្វើដដែលៗគ្រាន់តែជួយឲ្យអ្នកចងចាំបានល្អប៉ុណ្ណោះមិនមែនធ្វើឲ្យយល់បានពីវាបានកាន់តែជ្រៅនោះទេអ្វីដែលធ្វើឲ្យអ្នករីកចម្រើនពិតប្រាកដគឺការវិតម្លៃការងាររបស់ខ្លួនឯងបន្ទាប់ពីបញ្ចប់ការងារមួយសួរខ្លួនឯងតែ3សំណួរតើមានអ្វីខ្លះដែលខ្ញុំធ្វើបានល្អតើមានអ្វីខ្លះដែលខ្ញុំធ្វើមិនបានល្អហើយលើកក្រោយខ្ញុំនឹងកែប្រែយ៉ាងដូចម្តេចរាល់ពេលដែលខ្ញុំបង្ហោះវីដេអូមួយខ្ញុំតែងតែវិភាគថាហេតុអ្វីបានជាវាទទួលបានការគាំទ្រតើមកពីប្រធានបទល្អការចាប់ផ្ដើមវីដេអូតាក់ទាញឬការបញ្ចប់មានឥទ្ធិពលហើយបើវីដេអូមិនទទួលបានអ្នកមើលខ្ញុំនឹងសួរខ្លួនឯងថាតើចំណងជើងមិនតាក់ទាញខ្លឹមសារធម្មតាពេកឬពេលវេលាបង្ហោះមិនសមរម្យរាល់ការវិតម្លៃម្ដងខ្ញុំតែងរកឃើញចំណុចដែលអាចកែលម្អបានមួយឬពីរហើយការងារបន្ទាប់ក៏កាន់តែល្អជាងមុនបើគ្មានការវិតម្លៃឡើងវិញអ្នកអាចធ្វើរឿងដដែល100ដងប៉ុន្តែនៅតែធ្វើខុស100ដងដដែលផ្ទុយទៅវិញបើអ្នកកែលម្អរាល់លើកទោះធ្វើត្រឹម10ដងក៏អាចលើសអ្នកដែលធ្វើ100ដងដោយគ្មានការរៀនពីកំហុសនិងធ្វើការកែប្រែដែរចុងក្រោយមានចំណុចមួយដែលមនុស្សជាច្រើនមើលរំលងការរៀនឲ្យលឿនមានលក្ខខណ្ឌសំខាន់មួយគឺអ្នកត្រូវពិតជាចង់រៀនពីវាពិតមែនខ្ញុំបានឃើញមនុស្សជាច្រើននិយាយថាចង់រៀននេះចង់រៀននោះពួកគេទិញវគ្គសិក្សាជាច្រើនទិញសៀវភៅជាច្រើនប៉ុន្តែមិនដែលបន្តរហូតដល់ចប់ឡើយបញ្ហាមិនមែនមកពីវគ្គសិក្សាមិនល្អទេប៉ុន្តែពួកគេមិនមានហេតុផលខ្លាំងគ្រប់គ្រាន់ក្នុងការរៀនពួកគេគ្រាន់តែគិតថាខ្ញុំគួរតែរៀនមិនមែនខ្ញុំពិតជាចង់រៀននោះទេមនុស្សដែលពិតជាចង់រៀនមិនចាំបាច់ឲ្យនរណាមករំលឹកឬបង្ខំឡើយពួកគេនឹងស្វែងរកពេលវេលាដោយខ្លួនឯងដើម្បីរៀនអនុវត្តនិងបង្កើតលទ្ធផលព្រោះពួកគេដឹងយ៉ាងច្បាស់ថាជំនាញនេះនឹងផ្លាស់ប្ដូរជីវិតរបស់ពួកគេយ៉ាងដូចម្តេចដូច្នេះមុនពេលអ្នកចាប់ផ្ដើមរៀនអ្វីមួយសួរខ្លួនឯងសិនថាហេតុអ្វីខ្ញុំចង់រៀនវាហើយបន្ទាប់ពីចេះហើយវានឹងផ្ដល់អ្វីមកឲ្យខ្ញុំវិញបើអ្នកមិនអាចឆ្លើយសំណួរទាំងនេះបានទេប្រហែលជាវាមិនមែនជាអ្វីដែលអ្នកគួរចំណាយពេលរៀននៅពេលនេះទេមនុស្សដែលរៀនបានលឿនមិនមែនដោយសារពួកគេឆ្លាតជាងអ្នកទេពួកគេគ្រាន់តែប្រើវិធីសាស្ត្រត្រឹមត្រូវប៉ុណ្ណោះចាប់ផ្ដើមអនុវត្តឲ្យបានលឿនបំបីគោលដៅឲ្យតូចធ្វើការវិតម្លៃជាបន្តបន្ទាប់ហើយមានហេតុផលច្បាស់លាស់ក្នុងការរៀនបើអ្នកអាចធ្វើបានទាំង4ចំណុចនេះអ្នកនឹងអភិវឌ្ឍជំនាញថ្មីៗបានលឿនជាងមុនយ៉ាងច្រើនកុំរងចាំឲ្យខ្លួនឯងត្រៀមខ្លួនរួចសិនទើបចាប់ផ្ដើមចូលចាប់ផ្ដើមពីថ្ងៃនេះទោះអ្នកមិនទាន់ចេះគ្រប់យ៉ាងក៏ដោយព្រោះការរីកចម្រើនរបស់អ្នកមិនអាស្រ័យលើថាអ្នកដឹងប៉ុន្មាននោះទេប៉ុន្តែអាស្រ័យលើថាអ្នកហ៊ានចាប់ផ្ដើមធ្វើនៅពេលដែលអ្នកមិនទាន់ចេះគ្រប់យ៉ាងឬអត់